បាទជំរាបសួរបងប្អូនថ្ងៃនេះដាច់ចិត្តហើយបងប្អូនណាបាទតួអង្គដែលខ្ញុំគោរពបូជា5ឆ្នាំបងប្អូននៅជាមួយខ្ញុំ5ឆ្នាំបាទថ្ងៃនេះថ្ងៃខឹកបាក់ក្នុងទ្គាមបងប្អូនណាហៅថាថ្ងៃកាច់ម្ចាស់ដើមមកគាត់ត្រូវជាក្មួយលោកអូរ៉ាយបាទអ្នកនៅខាងខេត្តពោធិ៍សាត់ស្រុកវាលវែងយ៉ាងទេបងប្អូនណាបាទក្មួយលោកពូបាទតួអង្គនេះគាត់បាននៅខាងឡាអាង12បងប្អូនណាជ្រូកដេកស្លាប់បាទហើយគាត់ឃើញជំនាន់ហ្នឹងនៅខ្មែរក្រហមបងប្អូនណាតាមលោកពូគាត់បានរៀបរាប់បាទខ្ញុំនៅចាំប្រវត្តិដែលលោកពូប្រាប់5ឆ្នាំមុនបងប្អូនណាដែលខ្ញុំបានមកអាយុកាលទៅខ្ញុំ5ឆ្នាំហើយតែមកនៅជាមួយលោកពូតាំងពីគាត់នៅទាហានបាទគាត់រើសបានបងប្អូនណាបាទគាត់នៅឡាអាង12បាទនៅគេហៅថាដំណាក់ចាស់ខាងឡាអាង12ហ្នឹងបាទគាត់ចេះតាមក្លិនមកគាត់នៅខ្មែរក្រហមបងប្អូនណាបាទគាត់ឃើញយុស្លាប់គាត់ទៅដកយកមកគាត់ថាវត្ថុស័ក្តិសិទ្ធិខ្នាយកាច់បងប្អូនណាដកយកមកពុជបាទនៅឡាអាង12បងប្អូនណាបាទមានដង្ហើមបន្តិចមកកាច់ហ្នឹងវាតាន់អស់មកតាន់អស់ពេលដង្ហើមខូចចាក់មកត្រឹមហ្នឹងបងប្អូនបាទតាន់អស់បាទស្អាតហ្នឹងបងប្អូនណាបាទនេះស្នាមល្អល្អនេះភ្លឺនេះគាត់ចងខ្សែចងមុំ3បងប្អូនណា1 2 3 3ហ្នឹងបងប្អូនណាបាទថ្ងៃនេះចូលលើក្រោមមកទឹកបងប្អូនណាធំល្អបាទធំល្អបងខ្នាយកាច់បាទខាងឡាង12ហើយរបស់នេះធ្លាប់ឆ្លងកាត់សង្គ្រាមឆ្អែតទេបងប្អូនខ្ញុំរៀងគុណបច្ច័យឲ្យចេញអង្គពិសេសនេះគឺក៏មិនធូរទេបងណាបច្ចៈអត់ធូរថ្លៃទេខ្ញុំយកមកហ្នឹងក៏លំដាប់ដែរ5ឆ្នាំមុនបងប្អូនរៀងថ្លៃដែរបាទស្អាតហ្នឹងបងណាចូលຂະຫນາດលេខ1ហើយຂະຫນາດកាច់ផែននេះបាទពទាក៏ធំបងប្អូនបាទស្ទើរជាងដៃម៉ូតូបន្តិចទេធំបាទកាត់ណែនដៃពឹងបងណាបាទមកក្តាប់ពេញហ្នឹងបងណាបាទចូលលើក្រោមមកទឹកបងណាបាទហើយខ្នាយកាច់របស់ខ្មែរយើងអត់សាំញ៉ាំទេបងស្អាតហើយធ្លាប់ឆ្លងកាត់ការបាញ់បោះឆ្អែតដែរបាទលពូនៅមានបជនទេបងណាលពូនៅមានបជននេះផ្ទះគាត់នៅខាងសរោង7បាទនេះចងឲ្យ1 2 3បាទអាចនាំបងប្អូនទៅជួបលពូបានជួបគាត់ឲ្យធ្វើវីដេអូទៅថាខ្នាយនេះធ្លាប់ឆ្លងកាត់បាញ់បោះយ៉ាងម៉េចបាទចូល20ដងដែលជួបទល់វាក់ទល់មុខជាមួយនឹងខ្មែរហើយនឹងខ្មែរបាញ់គ្នាបងប្អូនណាជំនាន់ហ្នឹងខ្មែរបាញ់គ្នាបាញ់គាត់អត់ចេះទេហើយគាត់អត់មានតែខ្នាយកាច់ហ្នឹងហើយនឹងបានជើងឪពុកម្ដាយខ្នាយកាច់ហ្នឹងមួយហើយបានជើងម៉ែឪហើយសក់ម៉ែឪបងប្អូនណាគាត់ថាខ្លាំងមានតែប៉ុណ្្នឹងមកគឺចូលសមរភូមិអត់ណាឈ្នះជាងទេអញ្ចឹងបងប្អូនស្រឡាញ់ក៏អាចលេងលោកបានខ្ញុំចែកជាបានធំមកបងប្អូនណាបាទខ្នាយបាទខឹកបាក់ក្នុងទ្គាមហៅថាខ្នាយកាច់គាត់ថាជ្រូកធំមកប្រហែលចូលខ្ទង់200តាមមើលបាទខ្ញុំធ្លាប់សួរគាត់ដែរតែយើងអត់បានទៅធ្វើវីដេអូអីបទសម្ភាសន៍ទេបើបងប្អូនថាចង់បានខ្ញុំនាំទៅជួបម្ចាស់បានម្ចាស់ដើមគាត់នៅទេអាយុគាត់7ជាងហើយ7ចូល7ហើយបងប្អូនណាគាត់ឆ្នាំរោងអញ្ចឹងបងប្អូនស្រឡាញ់អាចលេងលោកបានខ្នាយខ្មែរប្រវត្តិដើមនៅខាងឡាអាង12បងណាស្ថិតក្នុងខេត្តពោធិ៍សាត់យើងហើយលពូសពថ្ងៃគាត់នៅខាងសរោង7បាទសរោង7ចិនយមអញ្ចឹងបងប្អូនអាចទុកចិត្តបានខ្នាយខ្មែររបស់សុទ្ធរបស់ល្អធំណាបងប្អូនណាបងប្អូនស្រឡាញ់ចូលសារបានចប់វីដេអូខ្ញុំបានដាក់លេខ Telegram លើ account TikTok Facebook YouTube បងប្អូនណាសូមមេលីបញ្ជ័យស្រឡាញ់តាក់ទងបានបងប្អូនណា